លោកតកែខ្ញុំត្រូវណែនាំពីព្រះជាមុនសិនលោកថយក្រោយសិនទៅលោកមានតបការកងគ្រប់គ្រងខ្ញុំបន្ទាបខ្លួនរបស់លោកជាមួយនឹងការពារកម្លាំងការកម្ចាត់បិសាចហើយនឹងរោគយុទ្ធធម៌សម្រាប់ឋានសួគ៌លោកមានតបការកងបានចុះមកលើផែនដីខ្មោចនឹងបិសាចផ្ដល់ផ្លូវឲ្យហាប់តាមគេទៅនេះជាការបរិយាផ្សេងទៀតទុកឲ្យមានសុវត្ថិភាពចាំជួយទៅសេពីក្រុមឈ្មោះរបស់នេះផងលីយិនជីអាយនៅផ្ទះទេអាជីខ្ញុំគឺរីយិនគូសើច្បាស់របស់ឯងអាជីអូព្រះជាម្ចាស់ឯងនៅទីនេះទេអីសំណាងល្អហើយដែលឯងមិនរើកន្លែងឯងមានបញ្ហាស្អីឯងធ្វើដំណើរកំសាន្តមែនខ្ញុំត្រូវកដេញចាប់ដោយក្រុមត្រីឆ្លាមណាដំណើរកំសាន្តស្អីបន្ទាប់មកឯងមានផែនការស្អីទៅគ្រប់កន្លែងណាក៏អាចទៅបានដែរហើយណាអាជីឯងមានបញ្ហាស្អីយើងមានបន្ទប់មួយនៅផ្ទះឯងចង់ទៅនៅផ្ទះយើងដែរអត់ឯងនេះពិតជាប្អូនប្រុសដ៏ល្អប៉ុណ្ណែននេះអញ្ចឹងឆាប់ទៅតោះអូខ្ញុំភ្លេចណែនាំឯងនេះគឺសូរ៉ាឯងគួរតែបានធ្វើរឿងល្អដោយការពីព្រឹកមិញណែខ្ញុំរងចាំណែនាំខ្លួនខ្ញុំឈ្មោះលីលីនជាហើយខ្ញុំថាអាជីទៅបានហើយសួស្តីសូរ៉ានេះជាប្រពន្ធរបស់លីយិនតមែនដែរទេនាងគ្រាន់តែជាមិត្តរបស់ខ្ញុំនោះទេមិត្តណានាងទាំងថាមួយរយៈពេលនេះជាការសិក្សារបស់ពួកយើងដែរទេគេបានចាប់ខ្ញុំនៅមាត់ទ្វារបងហើយក៏រីកាខ្ញុំលើថាលោកអាចចាប់ខ្មោចបាននៅក្នុងវិទ្យាល័យរបស់លោកអត់ទេមិនមែនជារឿងចាប់ខ្មោចស្អីទេសិស្សម្នាក់បានចងកខ្លួនឯងនៅក្នុងសាលារឿងដ៏រន្ធត់បានផ្សាយភាយអស់រយៈពេលជាច្រើនឆ្នាំហើយរយៈពេល4ឆ្នាំដែលលោកបានត្រឡប់មកសាលាវិញហើយបានបង្ក្រាបខ្មោចបានមានរឿងបានទេខ្ញុំបានលើថាលោកគឺជាគ្រូចាប់ខ្មោចលេខ1កុំទៅស្ដាប់រឿងអបិយបែបនោះអីតានាងចង់បានអ្វីពីខ្ញុំដែរទៅអោះពួកជាមកដល់ផ្ទះរបស់ខ្ញុំហើយវ៉ាវតែនេះពិតជាធំណាស់អាជីខ្ញុំប្រាប់អ្នកបម្រើខ្ញុំរៀបចំបន្ទប់ឯងរួចហើយឯងឆាប់ទៅបន្ទប់ទៅចូលមកវ៉ាវវ៉ាវតែធំណាស់អាយ៉ាអូគាត់ចាប់អារម្មណ៍មែនបន្ទប់ឯងនៅខាងក្រោមចាំខ្ញុំនាំឯងទៅមកអាជីតាមផ្លូវនេះមកអាជីបន្ទប់របស់ឯងគឺនៅទីនោះបន្ទប់នេះជាបន្ទប់កូនប្រុសខ្ញុំនិងអាដាមអាជីពីមុនកូនប្រុសខ្ញុំធម្មតាមានថ្ងៃមួយគេក៏បាត់ស្មារតីភ្លាមពួកយើងបានទៅរកដុកទ័រច្រើនអ្នកហើយប៉ុន្តែមិនបានផលសោះគេចាប់ផ្ដើមឡើងជាងវាយមនុស្សនឹងដាក់ទោសខ្លួនឯងប៉ុន្តែគេនិយាយភាសាជប៉ុនយើងថាមានមនុស្សច្រើនណាស់ត្រូវការជំនួយតែគ្មានដំណើរការលើកមុនយើងបានជួបលោកគ្រូឯងគាត់ប្រាប់ថាមានតែឯងទេទើបអាចជួយបានលោកគ្រូសូមជួយដល់កូនប្រុសរបស់ខ្ញុំផងខ្ញុំមិនមែនជាគ្រូចាប់ខ្មោចយូរមកហើយខ្ញុំមិនអាចជួយបានទេខ្ញុំបាត់បង់ធម៌ពលរបស់ខ្ញុំអស់ទៅហើយលោកគ្រូលីអាដាមគឺជាក្មេងមានអាយុតែ10ឆ្នាំទេតែលោកបានឃើញគេបែបនេះទេខ្ញុំសូមវល់លោក
សំវ អាជីសុំបងអញអាចជួយបានទេគ្រាន់តែព្យាបាលមនុស្សម្នាក់ទេ លោកគ្រូលោកគ្រូលោកគ្រូ អូខេអរគុណ